mà dạ khối hai đấy bàn riêng Madrid mìnhបញ្ហា ច្រើន បាទតាក់ទងជាមួយនឹងបញ្ហាសំចៃផងដែរបាទសម្រាប់លោក Florentino Perez គឺគាត់មានការសំចៃខ្ពស់ផងដែរបាទសម្រាប់ការទិញដូរកីឡាករបាទត្បិតតែមករយៈនេះគឺគាត់បានទិញជាមួយនឹង Bellingham នៅក្នុងតម្លៃខ្ពស់បាទប៉ុន្តែសម្រាប់កីឡាករផ្សេងទៀតមើលទៅហាក់បីដូចជាយកចេញពីបាទ Real Madrid B មកច្រើនបាទយកមកពីបាទកីឡាករថ្នាលមកផងដែរបាទអញ្ចឹងសម្រាប់បាទលោក Florentino Perez ប្រិមត្តថាពេលខ្លះគាត់រីម៉េះបាទតាមពិតទៅពេលខ្លះគឺពាក់ទងជាមួយនឹងបញ្ហាបាទសេដ្ឋកិច្ចហិរញ្ញវត្ថុបាទมันអាចយកកីឡាករមកដោយស្រេចតែចិត្តបាទគិតតែចាយបាទប៉ុន្តែចំណាយវិញគឺកំពុងតែត្រូវការចំណូលបាទគិតខំប្រឹងចាយវាធ្វើឲ្យមានប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុពៀនយើងអាចអត់បានប៉ុន្តែប្រសិនបើប៉ះពាល់ហិរញ្ញវត្ថុពេលខ្លះគឺពិបាកស្ដារណាប្រិមិត្តគឺពិបាកស្ដារណាបាទប្រិមិត្តថាខ្ញុំនឹងនិយាយនឹងពូរកាន់ជើងលោកបាទPerezបាទខ្ញុំមិនបានកាន់ជើងគាត់ទេប៉ុន្តែគ្រាន់តែខ្ញុំលើកឡើងពីគំនិតរបស់គាត់ជាថ្នាក់ដឹកនាំមិនមែនធ្វើអ្វីតម្រូវទៅតាមអ្នកគ្រប់គ្រងនោះទេគឺគាត់ត្រូវធ្វើមិនឲ្យមានក្លឹបនេះគឺមានស្ថិរភាពបាទមានស្ថិរភាពកីឡាករអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់បាទមិនមានការជំពាក់បាទត្រូវទទួលការបង់ពន្ធអីត្រឹមត្រូវបាទហើយមួយទៀតតាក់ទងជាមួយនឹងក្លឹបគឺត្រូវការចំណាយទៅកាន់អ្នកលក់សម្បត្តិអ្នកធ្វើមេឌៀអ្នកបោសជូតអ្នកបោកកៅអៅបាទច្រើនបាទអ្នកថែទាំស្មៅបាទអញ្ចឹងការចំណាយទាំងអស់នេះគឺវាច្រើនបាទមិនមែនតិចនោះទេបាទអញ្ចឹងសម្រាប់ការចំណាយទៅការទិញកីឡាករនីមួយៗក៏ត្រូវតែបាទឲ្យត្រូវតាមបាទលក្ខខណ្ឌនៃហិរញ្ញវត្ថុដូចគ្នាបាទហើយប្រសិនបើយើងនិយាយបច្ចុប្បន្នរយៈចុងក្រោយនេះប្រិមត្តក៏ឃើញដែរសម្រាប់ Real Madrid បញ្ហាធំបំផុតរបស់ Real Madrid គឺតំបន់ការពារនេះឯងបាទរបួសបាទហើយតំបន់បំរើគឺចាប់តាំងពីបាត់លូកាម៉ូទ្រីកបាទក៏ដូចជាតូនីគ្រូសទៅបាទជើងចាស់គឺអស់ហើយបាទហើយបើចិនជាយើងនិយាយគឺរំពឹងលើមីលីតាវដែរបាទគាត់គឺជាជើងចាស់មួយរូបបាទនៅក្នុងការបាទដឹកនាំប៉ុន្តែគាត់ក៏របួសទៅទៀតអញ្ចឹងវាជាចំណុចមួយដែលជាចំណោទដែរប្រិមិត្តបាទទី1គឺបាត់គេហៅថាមេនាំលេងឬក៏យើងនិយាយថា key player បាទអញវិញយើងគាត់មិនមែន key ក៏បានដែរតែគាត់គឺជាអ្នកចាស់ទុំបាទគាត់យល់ច្បាស់អំពី Real Madrid បាទអញ្ចឹងដល់ពេលបាត់តូនីគ្រូសហើយបាត់លូកាម៉ូទ្រីកទៀតវាធ្វើឲ្យបាទអត់មានអ្នកណាទៅគេហៅថាផ្ដល់មតិឲ្យទៅកាន់កីឡាករក្មេងៗអញ្ចឹងណាបាទអញ្ចឹងជាចំណុចមួយដែលធ្វើឲ្យវារៀងបាច់សាច់គ្នាបន្តិចដែរបាទពេលខ្លះ manager ទៅរៀងកាចពេកធ្វើឲ្យកីឡាករហ្នឹងក៏ពិបាកដែរបាទដូចជាការទៅរបស់លោក Alonso អីបាទគឺធ្វើឲ្យកីឡាករហ្នឹងគឺមិនសូវជាសប្បាយចិត្តប្រហែលទេបាទមួយរយៈក្រោយនេះបាទដោយសារតែលោក Alonso នេះគឺគាត់កាចបាទបើតែគាត់បាទមិនមានវ័យចាស់ពេកមែនបាទប៉ុន្តែគឺលោក Alonso នេះគឺគាត់កាចបាទការដឹកនាំរបស់គាត់គឺដាក់មកមួយគឺត្រង់ជើងតែម្ដងបាទសម្រាប់លោក Alonso អញ្ចឹងរឿងរ៉ាវនេះក៏វាពិបាកដែរអញ្ចឹងបាទខ្ញុំជម្រាបជូនប្រិយមិត្តថាពេលខ្លះទៅដឹកនាំក្លឹបមួយដែលមានកីឡាករ Superstar ឬក៏កីឡាករល្បីពេកគឺពិបាកនៅក្នុងការប្រើវិញទេប្រិយមិត្តពិបាកប្រើណាបាទគេល្បីដែរបាទអញ្ចឹងចំណុចហ្នឹងគឺជាចំណុចមួយដែលពិបាកបាទចំណុចមួយដែលពិបាក